សូមគោរពជំរាបសួរចាប់ផ្ដើមការមើលរិស័យប្រចាំខែ5ដែលជាខែឧសភាអ្វីដែលខ្ញុំត្រូវចាប់ផ្ដើមមើលជូនមុនដំបូងគេហ្នឹងគឺបុគ្គលឆ្នាំជូតណាអ្នកឆ្នាំជូតតែងតែបានមើលមុនគេទាំងអស់បាទរិស័យរបស់បុគ្គលឆ្នាំជូតតើដំណើរការរស់នៅប្រចាំថ្ងៃរបស់គាត់ប្រចាំខែរបស់គាត់នៅក្នុងខែ5ហ្នឹងតើគាត់មានរឿងអីកើតឡើងខ្លះនៅក្នុងខែ5នេះដោយហេតុដោយខែ5នេះចិនគេហៅថាខែម្សាញ់បាទម្សាញ់ចូលមកជាមួយនឹងធាតុមាសខាងលើបាទអញ្ចឹងម្សាញ់នេះគឺជាភ្លើងបងប្អូនណាម្សាញ់នេះគឺជាភ្លើងជើងលេខរបស់បុគ្គលឆ្នាំជូតនេះគឺជាធាតុទឹកចឹងទឹកហើយនឹងភ្លើងធម្មតាវាអត់ត្រូវគ្នាទេគឺវាធ្វើបតិកិរិយាពីឃាតគ្នាទៅវិញទៅមកដែលជើងលេខតាមក្បួនចិនគេហៅថាឆុងបងប្អូនណារាសីមិនល្អចឹងនាំឲ្យបុគ្គលឆ្នាំជូតដំណើរការរស់នៅមិនថាការធ្វើអាជីវកម្មលក់ដូររស់ស៊ីតូចធំអីទេមិនថាបុគ្គលនឹងចាស់ឬក៏ក្មេងឬប្រុសស្រីអីទេដំណើរជីវិតប្រចាំខែម្សាញ់ដែលជាខែ5នេះជើងលេខឃើញថាមិនល្អគឺធ្លាក់រហូតដល់ក្រោម0តែម្ដងបើទោះជាបុគ្គលឆ្នាំជូតមានអាជីពឬក៏មានមុខរបរមានប្រាក់ចំណូលចូលមកធំច្រើនយ៉ាងណាក៏ដោយក៏នៅក្នុងខែ5នេះបូកដកគុណចែកចុងក្រោយគឺចូលដើមមានន័យថាខាតតែម្ដងបាទនេះបុគ្គលឆ្នាំជូតបងប្អូនណាគឺហេតុផលនាំមកកើតរឿងរ៉ាវមិនចេះឈប់មិនចេះចប់ទេសម្រាប់បុគ្គលឆ្នាំជូតនៅក្នុងខែ5នេះហេតុដែលកើតឡើងងាយបំផុតគឺកើតឡើងដោយសារមាត់បាទមាត់នេះនិយាយស្ដីមិនកោតក្រែងដល់អ្នកណាទេធ្លាប់តែរុំទុំសភាពរៀបសារប៉ុន្តែចូលមកដល់ខែ5នេះកាលណានាំឲ្យបុគ្គលឆ្នាំជូតនឹងគាត់ដូចជាវង្វេងវង្វាន់កកុហលឬមួយក៏មួម៉ៅរឿងអីកើតឡើងមិនដឹងពិតប្រាកដទេអញ្ចឹងការនិយាយស្ដីរបស់គាត់នឹងតែងតែប្រមាថតែងតែនិយាយពាក្យអសរោះនិយាយពាក្យដែលថាមានកម្លាំងនាំឲ្យអ្នកដតីនឹងមួម៉ៅក្រៅកាហាយបាទអញ្ចឹងជើងលេខនៅក្នុងខែ5នេះបុគ្គលឆ្នាំជូតនឹងជួបរឿងក្តៅកាហាយឆ្លោះវិវាទកើតឡើងអាចឡើងទៅដល់ក្តីក្តៅឬមួយក៏ចូលតឡាការអីចឹងទៅនេះទី1ទី2នៅក្នុងក្រុមគ្រួសារជីវិតប្តីប្រពន្ធកើតឡើងរឿងប្រច័ណ្ឌរឿងមិនស្មោះត្រង់រឿងព្រានកើតឡើងតែម្ដងនៅក្នុងខែ5នេះអញ្ចឹងការរស់នៅជីវិតប្តីប្រពន្ធគ្រួសារនេះក៏អត់សុខអត់សុបាយដែរបាទក៏នាំឲ្យកើតរឿងក្តៅក្រហាយមិនស្មោះត្រង់បច្ចេកប្រចាំឆ្លោះប្រកែកគ្នានៅក្នុងក្រុមគ្រួសារក៏មានកើតឡើងដែរមិនត្រឹមតែប៉ុណ្ណោះបាទការលក់ដូររស់ស៊ីមានផលចំណេញច្រើនប៉ុណ្ណាក្រោយទូទាត់លាត់សើចប្រចាំខែ5នេះទៅឃើញថាមិនគ្រប់ទេនៅក្នុងការដោះស្រាយចំណាយសងទៅលើបាច់គេហៅថាម្ចាស់បំណុលវិញគឺសងមិនគ្រប់ចូលដើមបាទនេះបុគ្គលឆ្នាំជូតរាសីនឹងខែ5នេះឃើញថាលេខដាក់មកទំហឹងថ្មីក្បិតតែឥឡូវនេះនៅតែទ្រាំបានប៉ុន្តែនៅចុងខែ5នេះបុគ្គលឆ្នាំជូតគឺទ្រាំលេខបានហើយបាទសេដ្ឋកិច្ចដាំក្បាលចុះមិនថាសេដ្ឋកិច្ចគេហៅថាសេដ្ឋកិច្ចពិភពលោកទេណាសំបីតែសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារបុគ្គលឆ្នាំជូតនឹងក៏ធ្លាក់បាទធ្លាក់អីហើយមិនឃើញទេជើងលេខសរុបមកគឺត្រូវតែបង់ខាតលុយបើមិនបង់ខាតដោយការរកស៊ីខាតលក់ដូរមិនដាច់ក៏ត្រូវតែបង់ខាតទៅអាសងទៅលើពាក្យបណ្ដឹងដែលគេប្តឹងទាជំងឺចិត្តបើអត់មានផ្លូវប្តឹងទាជំងឺចិត្តនឹងកើតឡើងទេក៏កើតឡើងជារឿងលក់ដូរមិនដាច់លក់ទៅវាខាតដើមជាប្រចាំបាទតែបើលក់ដូរមិនខាតដើមជាប្រចាំទេមានប្រាក់ចំណូលចូលមកដែរចឹងនៅចុងខែនេះជំងឺធ្ងន់ចូលមកក្រឹបធ្វើឲ្យបុគ្គលឆ្នាំជូតដាច់ខាតត្រូវតែចំណាយលុយគឺអត់អាចថាសល់លុយទេអញ្ចឹងបើដឹងថាខ្លួនឯងមានរាសីលេខដាក់ខ្លាំងសូកដល់ក្រោមសូននេះទោះជាត្រូវចំណាយប៉ុណ្ណាគួរតែចំណាយហើយទៅព្រោះបើមិនចំណាយមកបែបនេះវាគង់តែទៅចំណាយមកបែបនោះទេនេះសម្រាប់បុគ្គលឆ្នាំជូតរាសីនៅក្នុងខែ5យើងនឹងដែលជាខែឧសភាបងប្អូនណាបាទអញ្ចឹងនេះក៏ជាសារជូនដំណឹងដល់បុគ្គលឆ្នាំជូតកុំឲ្យរិះកុំឲ្យថាំខុសទំនង
ដល់ខែនេះទោះជាខំប្រឹងរិះថាំប៉ុណ្ណាក៏ដោយក៏គង់តែធ្លាយទៅមកបែបផ្សេងទៀតទីតែបើរឿងទាំងអស់ហ្នឹងមិនកើតឡើងទេប្រយ័ត្នគ្រោះថ្នាក់ជាហេតុកើតឡើងគង់នឹងអស់លុយអស់កាក់ទ្វេដងក៏ថាបានដែរបាទសួរថាលោកគ្រូស្ដាប់លោកគ្រូទូទាយមើលរិស័យឆ្នាំជួបមើលទៅដូចជាធ្ងន់ណាហើយក៏លោកគ្រូអីទូទាយអីដូចជាធ្វើឲ្យភ័យអញ្ចឹងធម្មតាបងប្អូនការទូទាយណាយើងមើលឃើញយ៉ាងម៉េចជាងថាឲ្យដឹងទាំងអស់អត់មានលាក់លៀបអីទេប៉ុន្តែនៅក្នុងនោះជើងលេខក៏គេមានវិធីដើម្បីការពារបាទបើយើងថាបើភ័យខ្លាចជៀសវាងកុំឲ្យកើតរឿងហ្នឹងដែរអូខេវិធីការពារវិធីកែគឺមានតាមក្បួនណាបងប្អូនគឺក្បួនហុងស៊ុយក្តីក្បួនទូទាយក្តីគឺសិតតែមានវិធីការពារបើសិនជាយើងជឿបើសិនជាយើងចង់កែគឺគ្រូចិនសែដែលមានជំនាញហ្នឹងគឺគេប្រាប់ថាណែខែនេះគួរធ្វើចេះទៅកែអនុហើយធ្វើឲ្យយើងគេចផុតពីគ្រោះទាំងឡាយហ្នឹងជាក់ស្ដែងដូចនៅក្នុងខែ5នេះមានតារាសាស្ត្រធាតុដីលេខ8ចត្រួតជាមួយតារាសាស្ត្រជំងឺលេខ2ហើយនឹងមានតារាសាស្ត្រលេខ5តារាសាស្ត្របន្ទុះដែលចូលមកប្រចាំថ្ងៃបាទគង់តែមកត្រួតគ្នាជាមួយតារាសាស្ត្រលេខ5ប្រចាំ0ដែលថាប្រចាំលស៊ូនៅចំក្រាបផ្ទះទីឆ្នាំឆ្លូវរាសីនៅក្នុងខែ5ដែលជាខែម្សាញ់បាទសូមជម្រាបជូនបងប្អូនឲ្យច្បាស់ពាក់ព័ន្ធការមើលរិស័យនេះគឺតាមក្បួនចិនហើយបើតាមក្បួនចិនណាចូលមកដល់ខែ5នេះលុះត្រាតែចាប់គិតពីថ្ងៃទី5ខែ5ទៅទើបគេហៅតាមក្បួនចិនហ្នឹងគេហៅថាខែម្សាញ់អញ្ចឹងថ្ងៃទី5ខែ5នេះទៅគឺនៅក្នុងក្បួនតម្រាចិនហ្នឹងគឺជាពេលវេលាមួយផ្លាស់ប្ដូររដូវកាលចូលទៅដល់រដូវកាលធាតុភ្លើងបាទសម្រាប់បុគ្គលឆ្នាំឆ្លូវការពិតទៅអ្នកឆ្នាំឆ្លូវទៅហាក់ជាមួយម្សាញ់ទៅចងសម្ព័ន្ធភាពជាមួយម្សាញ់បើឆ្លូវជួបមួយម្សាញ់គឺមានន័យថាប្រែធាតុប្រែទៅជាធាតុមាសបាទចឹងដោយសារតែខែ5ខែម្សាញ់នេះធាតុភ្លើងឆ្លូវចូលទៅប្រែធាតុទៅជាធាតុមាសជើងលេខបាទជើងលេខបើតាមតម្រាក្បួនការទូទាយមើលរិស័យជូនហ្នឹងបុគ្គលឆ្នាំម្សាញ់ហ្នឹងការបុគ្គលឆ្នាំឆ្លូវហ្នឹងពេញមួយខែ5បងប្អូនគាត់នឹងមានរិស័យឡើងមានន័យថាមានយអូនរិស័យឡើងខ្ពស់ខ្លាំងតែម្ដងបើពាក់ព័ន្ធជាមួយនឹងការលក់ដូររស់ស៊ីធ្វើស្រែចម្ការឬក៏ជាអាជីពអ្នកធ្វើការបម្រើក្នុងមន្ត្រីរាជការឬក៏ក្រុមហ៊ុននានាហ្នឹងណាបាទជើងលេខរបស់បុគ្គលឆ្នាំឆ្លូវគឺឃើញថាលេខឡើងប៉ុន្តែណាលេខឡើងសូមស្ដាប់ញែកឲ្យច្បាស់បើសិនជាបុគ្គលឆ្នាំឆ្លូវគាត់មានអាជីពការងាររបស់គាត់រស់ស៊ីលក់ដូរប៉ុន្តែគាត់លក់ដូរជាលក្ខណៈក្នុងគេហៅថាសម្ព័ន្ធភាពក្រុមមានបងមានប្អូនចំណេញចែកលុយគ្នាចែកភាគរយគ្នាឬមួយក៏បុគ្គលឆ្នាំឆ្លូវហ្នឹងគឺគាត់បើកជាក្រុមហ៊ុនធម្មតាបើកក្រុមហ៊ុនគឺមានបរិវារមានឈ្នួលមានអ្នករួមការងារបាទអញ្ចឹងបើសិនជាបុគ្គលឆ្នាំឆ្លូវហ្នឹងគាត់ជាអ្នករស់ស៊ីបើកជាក្រុមហ៊ុនឬក៏លក់ដូរអីក៏ដោយតែជាក្រុមជាហ៊ុនជុកជុំលេខគាត់ហ្នឹងគូឡើងខ្លាំងចំណេញលុយច្រើនបាទមានអតិថិជនមកពីគ្រប់ទិសទីទាំងអស់ហើយដោយសារតែម្សាញ់ជាភ្លើងឆ្លូវនេះហាក់ប្រែធាតុជាមាសហើយដើមកំណើតរបស់ឆ្លូវគឺជាធាតុដីចឹងនាំឲ្យបុគ្គលឆ្នាំឆ្លូវហ្នឹងគឺគាត់មិនត្រឹមតែមានអតិថិជនច្រើនចំណេញច្រើនសល់លុយច្រើននេះគាត់នឹងក្លាយទៅជាបុគ្គលម្នាក់ដែលមានកេរ្តិ៍ឈ្មោះកិត្តិយសខ្ពង់ខ្ពស់ល្បីល្បាញខ្ទាល់ខ្ទាហ្មងនិយាយរួម
គឺមានន័យថាបុគ្គលឆ្នាំឆ្លូវគឺជាបុគ្គលម្នាក់មានមុខមាត់នៅក្នុងសង្គមមានកេរ្តិ៍ឈ្មោះមានទៅដល់ទីណាហ្នឹងគឺគេចាប់អារម្មណ៍ច្រើនគេគ្រប់គ្រងគេគោរពគេស្រឡាញ់គេចូលចិត្តគ្រប់ទីកន្លែងទាំងអស់ប៉ុន្តែបើសិនជាបុគ្គលឆ្នាំឆ្លូវដដែលតែគាត់ជាអ្នកលក់ដូរជាអ្នករស់ស៊ីគេហៅថាម្នាក់ឯងមានន័យថាមានតូបលក់ដូររស់ស៊ីលក់ដូរអីក៏ដោយឬក៏មានហាងក៏ដោយអញ្ចឹងបើសិនជាមុខរបរហ្នឹងជាមុខរបររបស់គាត់ផ្ទាល់ខ្លួនម្នាក់ឯងជើងលេខគឺកំណត់មកថាគាត់នឹងសួយគាត់នឹងខាតបង់គាត់នឹងមិនបានផលចំណេញអីទេបាទប៉ុន្តែពេលដែលគាត់ជួបឧបសគ្គផ្សេងៗអញ្ចឹងគាត់នឹងមានអ្នកជួយគាត់នឹងមានបងប្អូនជួយមានមិត្តភ័ក្តិជួយមានញាតិញៀនអ្នកតូចអ្នកធំហ្នឹងគឺជួយបាទឲ្យតែគាត់ហាមាត់ឲ្យតែគាត់និយាយឲ្យតែគាត់ពឹងពាក់គឺបានសម្រេចបាទប៉ុន្តែផលចំណេញនៅក្នុងខែនឹងដែរគឺអត់មានផលចំណេញទេគឺចូលដើមប៉ុន្តែមានន័យថាចូលដើមលងលើយខាតខ្សែធនទេគ្រាន់តែថាប្រឹងដែរតែបានតែមកទុកមកទុលខាត់តិចតួចចាត់ទុកថាជាអ្នកគេហៅថាមួយខែហ្នឹងអាសាបងប៉ុន្តែមានរឿងមួយទៀតពាក់ព័ន្ធជាមួយឆ្លូវនឹងដែរបើគាត់ជាអ្នកបើក្រុមហ៊ុនរួមសហការរស់ស៊ីជាមួយដៃគូច្រើនអ្វីត្បិតតែរាសីគាត់ឡើងសល់លុយប្រាក់ចំណូលខ្ពស់ប៉ុន្តែជើងលេខបក់គាត់នៅក្នុងខែ5នេះគឺកិច្ចមិនរួចពីឡើងក្តីក្តាំងកិច្ចអត់រួចពីឡើងគេហៅថាជាប់ពាក្យបណ្ដឹងដោយមិនដឹងខ្លួនដោយមិនបានគ្រោងទុកចឹងនាំឲ្យគាត់នឹងត្រូវទៅស្រាយបំភ្លឺទៅតតាំងប៉ុន្តែនៅក្នុងពេលដែលយើងទៅតតាំងស្រាយបំភ្លឺនៅក្នុងក្តីក្តាំងហ្នឹងយើងបែរជាឈ្នះបាទគឺមានន័យថាយើងនឹងឈ្នះយើងនឹងបានសំណងយើងនឹងបានជោគជ័យនៅក្នុងការតវ៉ាក្តីក្តាំងនៅក្នុងខែហ្នឹងដែរបាទចឹងអ្វីត្បិតតែយើងជួបបញ្ហាប៉ុន្តែបញ្ហាហ្នឹងប្រែឲ្យយើងនឹងទទួលបានផលចំណេញធ្វើឲ្យយើងឈ្នះឆ្លងផុតឧបសគ្គប្រែជាជូនលៀបបាទចឹងរៀងរញ៉េរញ៉ៃតិចហើយសម្រាប់បងប្អូនអ្នកឆ្នាំឆ្លូវនៅក្នុងខែ5នេះព្រោះឆ្លូវធាតុកំណើតឆ្លូវគឺជាដីហើយមកហាក់คล้ายទៅជាមាសខែធាតុភ្លើងចូលមកឆ្នាំធាតុភ្លើងមកដុតយើងជាមាសហ្នឹងប៉ុន្តែដុតជាមាសហ្នឹងមានន័យថាដុតមាសទើបមាសហ្នឹងវាភ្លឺចែកចាំងឡើងបាទអញ្ចឹងបើយើងនិយាយសរុបទៅបុគ្គលឆ្នាំឆ្លូវជើងលេខនៅក្នុងខែ5នេះឃើញថាល្អបាទឃើញថាល្អប៉ុន្តែទោះយ៉ាងណាក៏ដោយសារតែខែ5នេះបើសិនជាយើងដឹងអំពីក្បួនបើមានគ្រូដែលគេមានជំនាញច្បាស់លាស់គេប្រាប់យើងឬមួយយើងមានគ្រូចិនសែអញ្ចឹងណាតាមក្បួនយើងទៅពឹងពាក់គ្រូឲ្យគ្រូនឹងជួយអញ្ចឹងនៅក្នុងខែ5នេះវាពាក់ព័ន្ធមានត្រឹមតែឆ្នាំម្សាញ់ខែម្សាញ់ចូលត្រួតមកទៅដុតឆ្លូវឲ្យคล้ายទៅជាមាសដែលភ្លឺចាញ់ចាំងតែប៉ុណ្្នឹងទេបើនៅក្នុងតម្រារបស់ក្បួនវិជាហុងស៊ុយផ្លៃជីងស្តាវាមានផ្កាយចូលមកត្រួតដែលគេហៅថាផ្កាយធាតុដីបាទផ្កាយធាតុដីមានផ្កាយលេខ5ផ្កាយលេខ2ហើយក្នុងខែហ្នឹងដែរគឺមានផ្កាយលេខ8ចោចូលមកត្រួតជាផ្កាយដែលផ្ដុំគ្នាហើយផ្ទុះក៏ក្រើកឡើងបើផ្ទុះក៏ក្រើកឡើងនេះបើសិនជាបុគ្គលឆ្នាំឆ្លូវឬបុគ្គលផ្សេងក៏ដោយបានដឹងគ្រូជំនាញដែលគេដឹងគេណែនាំឲ្យកូនសិស្សគេនឹងប្រើក្បួនមួយទៀតដើម្បីចាំចាត់យកជោគលាភដែលក្បួនហ្នឹងគេហៅថាបញ្ចភូតនាំជោគលាភដែលខ្ញុំក៏បានបង្ហោះបានផ្សព្វផ្សាយជូនឲ្យកូនសិស្សច្រើនគ្រប់ទីកន្លែងហ្នឹងបានដឹងហើយកូនសិស្សមួយចំនួនក៏បានជឿបានអីយកទៅប្រើរួចទៅហើយប៉ុន្តែករណីដែលប្រើបញ្ចភូតនាំជោគលាភនេះណា
គឺត្រូវរើសថ្ងៃវេលាដើម្បីចាក់ទឹកចាក់ទឹកដាក់ចូលក្នុងកឡបញ្ញភូតនាំលោកជោគទៀតហ្នឹងអញ្ចឹងឆ្នាំណាត្រូវរើសវេលាសម្រាប់បុគ្គលឆ្នាំហ្នឹងដើម្បីប្រើអាក្បួនបញ្ញភូតនាំជោគទៀតហ្នឹងបាទអញ្ចឹងអ្នកឆ្នាំឆ្លូវឬក៏បុគ្គលផ្សេងទាំងឡាយណាគេមានគ្រូចិនសែគេនឹងណែនាំគេដឹងថាឆ្នាំតែក្នុងខែនេះមានផ្កាយត្រួតគ្នា3ចូលមកសត្វតាធាតុដីហើយផ្កាយដែលធ្វើឲ្យផ្ទុះកក់ក្រៅហ្នឹងគឺជាផ្កាយលេខ5ហើយមានផ្កាយលេខ8ដែលផ្កាយជោគលៀបចចូលមកពីលើយ៉ាលេខ5ផ្ទុះខ្ចាយលេខ3មកយើងអ្នករៀបក្បួននឹងទទួលអត្តពលបាទអញ្ចឹងទទួលអត្តពលអាចធ្វើឲ្យបុគ្គលឆ្នាំឆ្លូវបាទជួបលៀបធំនៅក្នុងខែ5ហ្នឹងបាទហើយបញ្ញភូតនាំជោគលៀបនេះគឺយើងដាក់ពីខែ5ហើយដល់ខែ1ខែ2ខែ1ខែ2ឆ្នាំក្រោយទើបយកចេញបាទនិយាយរួមដល់ថ្ងៃសែនដកជើងធូបតាមក្បួនតម្រាបចិនណាទំនៀមដកចិនសែនដកជើងធូបទើបគេយកក្បួនបញ្ញភូតនាំជោគលៀបហ្នឹងយកទៅក្បត់ចោលបាទព្រោះវាដល់ពេលហ្នឹងទើបយើងអាចយកទៅចេញបាទអញ្ចឹងសម្រាប់បងប្អូនទាំងឡាយមិនថាតែបុគ្គលចំឆ្លូវណាបើចង់ហេងដឹងអំពីធម្មពលរបស់ចក្រវាឡចូលមកគេហៅថាដឹងពីដំណើរគូចររបស់ភពទាំងអស់ដែលនៅលើចក្រវាឡនឹងចូលមកហើយយើងចេះចាត់យកឱកាសចេះចាប់លៀបទីហោដូចជាអ្នកខ្លះអូយក្តៅណាស់ទ្រាំបានទេពលឺថ្ងៃក្តៅធ្វើការអីកើតស្អប់អ្នកខ្លះជេរដាក់ទំនាយកម្ដៅថ្ងៃទៀតផងបាទហើយឲ្យតែក្តៅអូយធ្វើអីអត់កើតទេប៉ុន្តែពេលដែលគេចេះគេដឹងគេអ្នកចេះអ្នកដឹងគឺគេមានក្បួនមួយទៀតយកទៅរៀបចាក់យកកម្ដៅថ្ងៃមកបំលែងចេញជាធម្មពលប្រើទៅជាអគ្គិសនីដូចយើងប្រើសូឡាបន្ទះសូឡារាល់ថ្ងៃយើងអត់មានទៅអត់មានទៅខ្វល់ពីអាធម្មជាតិពលឺថ្ងៃហ្នឹងទេអ្នកឯងមកជាថ្ងៃខ្ញុំក៏ព្រមខ្ញុំនឹងចាប់យកប្រយោជន៍ដោយចាប់យកពលឺថ្ងៃហ្នឹងចេញជាប្រយោជន៍យកមកប្រើចឹងហើយអ្នកដែលឆ្លាតអ្នកដែលចេះគ្រាន់តែគេផលិតសូឡាលក់អូយคล้ายទៅជាមហាសេដ្ឋីដោយសារតែភពព្រះអាទិត្យមួយគត់ធ្វើឲ្យគេคล้ายទៅមហាសេដ្ឋីបាទចឹងយ៉ាងណាមិញតាមក្បួនតម្រាហុងស៊ុយហ្នឹងបើគ្រូចិនសែដែលគេដឹងអំពីដំណើរគោចររបស់ភពនឹងដែរគេក៏មានក្បួនយកមករៀបហើយដាក់ហើយវាក៏ទទួលបានលទ្ធផលនាំឲ្យបុគ្គលដែលបានរៀបក្បួនហ្នឹងមានឱកាសទៅតំណាក់តំណងជាមួយនឹងតកែធំតំណាក់នងជាមួយនឹងបរិវារអ្នកធំអ្នកតូចអីបង្កើតបានជាការងារនាំចូលនៅលៀបលុយទ្រព្យសម្បត្តិដ៏មហាសាលបាទចឹងបងប្អូនដឹងហើយណាលេខទូរស័ព្ទខាងថាបានយើងខ្ញុំគឺលេខ011 337 327ឬ016 923 888បងប្អូនតាក់ទងតាមលេខហ្នឹងទៅឆាតតាម Telegram ក៏បានចង់បានអាក្បួនបញ្ញភូតនាំជោគលៀបនឹងខាងខ្ញុំមានរៀបជូនឲ្យជាស្រេចតែម្ដងអូខេអញ្ចឹងវាប៉ុណ្្នឹងទេក៏សូមអរគុណសូមជម្រាបលា